ជំងឺគ្រុនឈាមកើតឡើងដោយសារមូសខ្លាខាំដែលធ្វើឲ្យជំងឺមានសភាពធ្ងន់ធ្ងរហើយអាចបណ្ដាលឲ្យស្លាប់បានអីយ៉ាគេកូនក្តៅខ្លួនខ្លាំងណាស់នេះអត់រួចអូយទៅកូនទៅបាត់យកកូនទៅបាត់នេះសំណាងហើយដែលអ្នកទាំងពីរបានយកទៅមកទីពេទ្យទាន់ពេលវេលាចៅទាំងអស់គ្នាកុំព្រួយចាំតាកាបល័យដើម្បីការពារកុំឲ្យកើតជំងឺគ្រុនឈាមមានដង្កូវទឹកមានមុខខ្លាមានគ្រុនឈាមតែបើសូត្រចាំហើយកុំភ្លេចអនុវត្តផងទើបវាមានប្រសិទ្ធភាពណាចៅណាពីព្រោះវាជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាព្រោះពេលសាស្ត្រទៅយើងចៅទៅអូយអាយ៉ាណាជើលឿអត់ទៅជួបព្រៀងចុះតែខ្ជិលយើងដាក់តែ7ម៉ោងទីនេះមកកន្លងនោះក៏មានទៅទៅនេះកាត់ពីចោលទៅក៏ពិបាកពេកហើយមើលកបោកបោកកងឡានតិចអីហ្នឹងបាត់ចោលផងកំងងពេកនេះអានេះកាត់វាទៅមានដាក់ទឹកអីហើយស្ពុតទៅគាត់ដាំបាយដែរអានេះវាយចេញជាអេចាយមកនេះកងឡាននេះចាំបាច់អីវាជំនាញមកនេះចាក់ដាក់ខ្សាច់នោះទៅបានអីដាក់ទៅទៀតនេះ